ក្នុងព្រៃភ្នំដ៏ស្ងប់ស្ងាត់ក្រោមសំឡេងខ្យល់ផាត់ស្លឹកឈើស្ថិតមានលោកតាឥសីសក់វែងអង្គុយសមាធិជាប់ជានិច្ចពន្លឺសមុទ្រដោយព្រះអាទិត្យចេញពីកាយរូបធ្វើឲ្យបរិយាកាសជុំវិញពោពេញដោយសក្ការៈក្នុងចំណោមអ្នកសិក្សាដ៏ច្រើនមានសិលម្នាក់ឈ្មោះលោកតាស៊ីវសេងគាត់ជាបុគ្គលសាមញ្ញប៉ុន្តែមានចិត្តស្មោះត្រង់ចង់រៀនចំណេះដឹងធម៌និងអត្ថកំបាំងពីគ្រូលោកតាឥសីសក់វែងទទួលស្គាល់សិលនេះដោយមេត្តាករុណាហើយឲ្យគាត់សិក្សាថ្នាក់បន្តិចម្ដងតាមកម្រិតបេះដូងនិងការអត់ធ្មត់ពេលថ្ងៃរះលោកតាស៊ីវសេងតែងតែយកទឹកនាំទៅថ្វាយគ្រូហើយរៀនអធិស្ឋានក្នុងអង្គសមាធិពេលយប់គាត់អង្គុយនៅជិតភ្លើងខ្លីស្ដាប់គ្រូសម្រងទ្រឹស្ដីនៃធម៌និងវិជ្ជាអត្ថកំបាំងសិលនេះមិនត្រឹមតែសិក្សាអក្សរនិងមន្តទេប៉ុន្តែសិក្សាការអភិវឌ្ឍផ្លូវចិត្តសេចក្តីអត់ធ្មត់និងការសមាធិជ្រៅជីវិតរបស់លោកតាស៊ីវសេងคล้ายជាឧទាហរណ៍នៃសិស្សស្មោះដែលទទួលការបណ្ដុះបណ្ដាលពីលោកតាឥសីសក់វែងហេតុនេះហើយពេលគេនិយាយពីឥសីសក់វែងគេក៏មិនភ្លេចនឹកដល់សិស្សឈ្មោះស៊ីវសេងដែលគេជឿថាជាអ្នកបន្តផ្លូវនៃប្រាជ្ញានិងធម៌បុរាណផងដែរ